បងប្អូននេះគឺជាចេតូ H50 series ឆ្នាំ2026វាជាប្រភេទ mini SUV សម្រាប់ឡានគ្រួសារខ្នាតតូចដែលមានសមាជិក4ទៅ5នាក់គឺសមល្មមហើយស័ក្តិសមបំផុតតែម្ដងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីចំណាប់អារម្មណ៍ក៏ដូចជាអ្វីដែលខ្ញុំចូលចិត្តអំពីចេតូ H50 series ឆ្នាំ2026ហ្នឹងអញ្ចឹងមុននឹងដល់អ្វីដែលខ្ញុំចូលចិត្តហ្នឹងខ្ញុំសូមជម្រាបបងប្អូនទាំងអស់គ្នាអំពី spec របស់វាសិនថាវាមានបាទការ design ខាងក្នុងក៏ដូចជាខាងក្រៅរបស់វាហ្នឹងមានលក្ខណៈបែបណាក៏ដូចជាមាន option អ្វីខ្លះអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទចេតូ H50 នេះវាត្រូវបាន design មកជាមួយនឹងម៉ាស៊ីន V4 1.5 liter turbo charge ដែលវាដំណើរការដោយសារសុទ្ធវាអត់មានប្រភេទ hybrid ហើយក៏មានអត់ប្រភេទជាអគ្គិសនីដែរដែលវាអាចផលិតកម្លាំងសេះបាន154 horsepower និងដំណើរការដោយ front wheel drive គឺដោយពងមុខហើយប្រអប់បោកលេខរបស់វានឹងគឺមានចំនួន6វគ្គអូតូផងដែរដោយការ design ផ្នែកខាងក្នុងរបស់វាបំពាក់មកជាមួយនឹងអេក្រង់ touch screen 10.22 inch មាន Apple CarPlay Android Auto wireless charge USB connection ហើយវាកៅអីរបស់វាគឺជាប្រភេទស្បែកហើយវាបំពាក់មកជាមួយនឹងដំបូលបាក់ផងដែរសម្រាប់ការ design ផ្នែកខាងក្រៅរបស់វាវិញវាបានបំពាក់មកជាមួយនឹង LED headline ជាមួយនឹងគុជបាសភ្លុះចំនួន2គ្រាប់ដែលសងខាងមានចំនួនទាំងអស់គឺមាន4គ្រាប់ដែលធ្វើឲ្យឡានហ្នឹងគឺកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀតហើយមានជាមួយនឹង LED daytime running light ជាអំពូលភ្លើងបើកពេលថ្ងៃដែលធ្វើឲ្យសម្រស់ឡានកាន់តែស្អាតនៅពេលដែលយើងបើកបោនៅពេលថ្ងៃផងដែរហើយវាក៏បានបំពាក់មកជាមួយនឹងរង្វង់កង់18 inch ហើយជាមួយនឹងផ្លិតទឹកអូតូកញ្ចក់10អូតូជាដើមបើនិយាយអំពីប្រព័ន្ធសុវត្ថិភាពរបស់វាវិញវាមានដូចជាកាមេរ៉ា360 degree ដែលអាចមើលដល់បាតឡាន 3D Bayhawk ហើយវាមានបំពាក់មកជាមួយនឹង blind spot ដែលអាចឲ្យយើងដឹងថាមានរយន្តវ៉ាចែងនៅពីឆ្វេងឬក៏ពីស្ដាំហើយមានបំពាក់មកជាមួយនឹងប្រព័ន្ធ ABS មានប្រព័ន្ធទប់លំនឹងហើយក៏អាចធ្វើការបញ្ឆេះរយន្តហ្នឹងពីចម្ងាយបានមានជាប្រភេទ auto lock និង unlock ដែលយើងមិនពិបាកក្នុងការប្រើ smart key របស់យើងធ្វើការដោះ lock របស់វាឬក៏យើងចុចដើម្បី lock របស់វាអញ្ចឹងណាគឺវាមានជាប្រភេទ drive mode បាទដែលអាចធ្វើការបើកបរមាន3របៀបមានជា normal មានជា eco ហើយមានជាប្រភេទsport ផងដែរបាទអ្វីដែលកាន់តែពិសេសនោះគឺឡាននេះគឺមានតម្លៃត្រឹមតែ$21000ជាងតែប៉ុណ្ណោះដែលខ្ញុំគិតថាវា option ច្រើនបំពាក់មកជាមួយនឹងការបច្ចេកវិទ្យាច្រើនបែបនេះវាមិនសមនឹងមានណាប៉ុន្តែវាមាននៅក្នុង Cheto H50 series ឆ្នាំ2026នេះបងប្អូនទាំងគ្នាបាទឥឡូវយើងចូលមកដល់ចំណុចដែលខ្ញុំចាប់អារម្មណ៍ក៏ដូចជាខ្ញុំចូលចិត្តទៅលើបាទ H50 បាទ series ឆ្នាំ2026ហ្នឹងបងប្អូនទាំងគ្នាបាទទី1តកតងនឹងការ design ផ្នែកខាងក្រៅរបស់វាជាពិសេសគឺផ្នែកខាងមុខតែម្ដងដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ក៏ដូចជាស្រឡាញ់មែនតើតកតងទៅនឹងអំពូលភ្លើងរបស់វាជាអំពូលភ្លើងគុជហើយជាមួយនឹង LED daytime running light ដែលជាអំពូលភ្លើងមួយដែលអាចបន្ថែមសម្រស់ឡានរបស់យើងណាហើយបើយើងនិយាយអំពីភ្លើងគុជហ្នឹងគឺយើងមិនបាច់ច្បាស់ថាយើងទៅចំណាយលុយចូលកន្លែងតបតែងដើម្បីដាក់គុជអីទៀតអញ្ចឹងបងទាំងគ្នាបាទហើយគុជហ្នឹងគឺមកសរសើរមែនតើទី2គឺបាទ remote start ដែលឡានអាចបញ្ឆេះពីចម្ងាយបានដែលនិយាយថាគឺពិតជាលុយមែនតើសម្រាប់បាទតម្លៃប៉ុណ្ណឹងបាទគឺវាអត់ខ្ញុំគិតថាវាអត់ស័ក្តិសមនឹងមានណាទី3តកតងទៅនឹង auto lock ឬក៏ unlock ដែលយើងអាចធ្វើការ lock ទ្វារឬក៏ដោះទ្វារunlock វាហ្នឹងគឺមិនបាច់ប្រើចុចបេតុងទេអញ្ចឹងងាយស្រួលមែនតើដល់ពេលដែលយើងចេញពីឡានទៅយើងតែថាយើងភ្លេចអីក៏វាអាចធ្វើការ lock auto ផងដែរហើយទី4បាទតកតងទៅនឹងរង្វង់កង់របស់វាគឺ18 inch គឺខ្ញុំស្រឡាញ់ទៅលើរង្វង់កង់មែនតើតែមើលទៅមានភាពស្រស់ស្អាតជាមួយនឹងយ៉ានរបស់វាហ្នឹងគឺ design មកគឺមានភាពស្រស់ស្អាតមែនតើហើយទី5គឺជាចំណុចដែលខ្ញុំចូលចិត្តមួយទៀតនោះគឺតកតងទៅនឹងចង្កូតរបស់វាបាទមានភាពធូរស្រួលក្នុងការបើកបរមែនតើដែលធ្វើយើងការបើកបររបស់យើងទៅមានភាពបាទ comfort ណាមានផាសុកភាពបងប្អូនទាំងគ្នាបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូបន្តបាទ